ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំធ្វើនំប៉័ងស្នូលសាច់ជ្រូកជាមួយនំប៉័ងគក់វិធីធ្វើអត់ពិបាកទេបងប្អូនអរគ្នាយើងអាចធ្វើវាទុកជាអាហារពេលព្រឹកអាហារសម្រន់នេះគឺងាយស្រួលខ្លាំងមែនតើពេលដែលញ៉ាំគ្រាន់តែត្រូវការយកវាមកចំហុយឲ្យក្តៅឡើងវិញបន្តិចទៅគឺអាចញ៉ាំបានហើយយើងធ្វើទៅយើងទុកបានយូរដែរណាហើយវិធីធ្វើអត់ពិបាកទេបងប្អូនអត់ធ្លាប់ធ្វើអីមកធ្វើជាមួយគ្នាមុនប្រូនេះខ្ញុំមកធ្វើផ្នែកម្សៅមុនសិនគឺយើងត្រូវការដោះគោស្រស់ចំនួនចន្លោះពី180 ml ទៅ190 ml ហើយស្ករគឺខ្ញុំប្រើ30ក្រាមឬក៏ស្មើ2ស្ពាយបាយមេនំប៉័ង1ស្ពាយកាហ្វេឬក៏ស្មើនឹង3ក្រាមមេនំប៉័ងបងប្អូនអាចរកទិញបាននៅតាមតូបចាប់ហួយមានកញ្ចប់តូចៗលក់ងាយស្រួលទេហើយបងប្អូនកូរឲ្យស្ករនោះលាយសព្វល្អទៅយើងចាប់ផ្ដើមយកម្សៅនឹងខេកបាសម្សៅមីក៏បានដែរចាក់ចូលចានធន់មួយមកហើយយើងដាក់អំបិលកន្លះស្ពាយកាហ្វេឬក៏ស្មើនឹង3ក្រាមបន្ទាប់មកបងប្អូនយកទៅដោះគោដែលយើងលាយជាមួយស្ករមួយមេនំប៉័ងមិញហ្នឹងចាក់វាចូលមកបរិមាណខ្ញុំអត់ដាក់ឲ្យច្បាស់លាស់ហ្នឹងគឺដោយសារវាអាចលៀងគ្នាតិចតួចអាស្រ័យលើប្រភេទម្សៅដែលបងប្អូនប្រើអញ្ចឹងម្សៅខុសៗគ្នាជាងបរិមាណទឹកក៏វាអាចខុសគ្នាដែរហើយបើបងប្អូនប្រើទឹកធម្មតាបរិមាណវាអាចតិចជាងយើងប្រើទៅដោះគោចឹងហើយបងប្អូនអាចមើលតាមជាក់ស្ដែងលើម្សៅរបស់យើងពេលដែលដាក់បរិមាណប៉ុណ្ណឹងបើថាលាយទៅម្សៅនឹងរៀងរឹងបងប្អូនអាចបន្ថែមទៅដោះគោឬក៏ទឹកបន្តិចតួចទៅតាមមើលតាមនឹងទៅហើយបើថាម្សៅយើងជីអីបងប្អូនបន្ថែមម្សៅចូលម្ដងតិចលុញវាបែបនេះមកលុញវាប្រហែលជា8នាទីចូល10នាទីអីហ្នឹងមើលតែម្សៅយើងម៉ត់រលោងល្អហ្នឹងគឺយើងអាចយកវាដាក់ផ្អាប់ទុកបានហើយនិយាយទៅលុញតរហូតដល់ម្សៅហ្នឹងគឺរលោងបែបនេះណាហើយចាំបងប្អូនផ្អាប់វាទុកចោលរយៈពេលប្រហែលជា1ម៉ោងទៅ2ម៉ោងព្រោះដោយសារលើមេឃវាត្រជាក់អញ្ចឹងអាចចំណាយពេលយូរទេក្នុងការផ្អាប់វាយើងមើលធ្វើមិនឲ្យម្សៅយើងវាធំឡើងគុណនឹង2ឥឡូវយើងទុកវាម្ល៉េះសិនយើងមកមើលផ្នែកស្នូលវិញគឺយើងមានសាច់ជ្រូក3ជាន់ចិញ្ច្រាំជាមួយនឹងប៉ែកគក់ពងទាស្ងោរហើយនឹងសាច់ក្រកខ្ញុំប្រើ2ហើយយើងដាក់ទឹកមកល្មមយកវាមកស្ងោរឆ្អិនសិនស្ងោរប្រហែលជា10ទៅ15នាទីអីគឺវាឆ្អិនហើយប៉ុន្តែពេលដែលវាឆ្អិនហ្នឹងគឺអត់តន់លើកទេព្រោះដោយសារយើងចង់បានពណ៌ស្អាតតែចឹងបងប្អូនល្មៀលវាមកសន្ទុះឲ្យតែតំណតែវាឡើងក្រហមព្រឿងប៉ុណ្ណេះគឺយើងអាចលើកវាចេញមកខាងក្រៅបានហើយសម្រាប់ពងទាស្ងោរឬក៏ពងមាន់ស្ងោរបងប្អូនអាចជ្រើសរើសមួយណាក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំប្រើពងមាន់ស្ងោរហើយដោយសារខ្ញុំធ្វើនំប៉ាវនេះខ្ញុំចង់ធ្វើវា10អញ្ចឹងហើយខ្ញុំពុះវា1ជា4អញ្ចឹងខ្ញុំប្រើអស់ពងមាន់ស្ងោរនោះ2គ្រាប់កន្លះហើយសាច់ក្រក2ហ្នឹងគឺខ្ញុំបែងចែកវិញជា10ដុំដូចគ្នាបងប្អូនចូលចិត្តសាច់ក្រកតិចបងប្អូនអាចបែងចែកតាមហ្នឹងទៅដោយសារខ្ញុំចូលចិត្តញ៉ាំនំប៉ាវដាក់សាច់ក្រកច្រើនណាស់អញ្ចឹងហើយខ្ញុំកាត់ដុំយ៉ាងធំលេធ្វើម៉េច2ហ្នឹងឲ្យបាន10ដុំហើយនេះគឺប៉ែកគក់របស់យើងប៉ែកគក់ហ្នឹងខ្ញុំឈូសឲ្យស្អាតហើយយើងឈូសយកទៅសៃរៀងតូចបែបហ្នឹងបានងាយស្រួលក្នុងការពូតយកទឹកចេញបើកាលណាយើងឈូសសៃធំពេលវាពិបាកពូតយកទឹកចេញពេលដែលពូតប៉ែកគក់យកទឹកចេញអស់ហើយបងប្អូនដាក់វាចូលចានធន់មួយមកបន្ទាប់មកយើងចាប់ផ្ដើមលាយគ្រឿងគឺយើងដាក់សាច់ជ្រូកដែលយើងចិញ្ច្រាំហើយចំនួន2ខាំកន្លះបងប្អូនអាចដាក់ដល់3ខាំក៏បានដែរហើយយើងអាចច្រើសាច់ជ្រូកស្មើមុខក៏បានសាច់3ជាន់ក៏បានសម្រាប់ខ្ញុំប្រើសាច់3ជាន់បន្ទាប់មកយើងដាក់ខ្ទឹមក្រហម1មើមខ្ទឹមសចំនួន3កាពឹសខ្ទឹមស្លឹកខ្ទឹមហ្នឹងគឺខ្ញុំប្រើ2 3ដើមយើងហាន់វាតូចៗចឹងមកហើយយើងចាប់ផ្ដើមដាក់ស្ករចំនួន2ស្ព្រាបាយទឹកស៊ីអ៊ីវហ្នឹង1ស្ព្រាបាយប្រេងខ្យងខ្ញុំប្រើកន្លះស្ព្រាបាយបន្ទាប់មកទៀតយើងមានអំបិលកន្លះស្ព្រាកាហ្វេម្សៅស៊ុបកន្លះស្ព្រាកាហ្វេហើយបន្ទាប់មកទៀតស៊ីអ៊ីវខាប់ឬក៏ស៊ីអ៊ីវខ្មៅហ្នឹងកន្លះស្ព្រាកាហ្វេហើយប្រេងល្ងបន្តិចមកបើបងប្អូនអត់ចូលចិត្តបងប្អូនមិនដាក់ក៏បានដែរប្រេងល្ងហ្នឹងហើយម្រេចបន្តិចមកបន្ទាប់មកទៀតគឺម្សៅឆាក៏បានម្សៅពោតក៏បានចំនួន1ស្ព្រាបាយហើយយើងចាប់ផ្ដើមធ្វើការច្របល់គ្រឿងទាំងអស់ហ្នឹងឲ្យវាចូលគ្នាបានសព្វល្អសិនហើយបងប្អូនច្របល់គ្រឿងហ្នឹងប្រហែលជា3-4នាទីអីទៅឲ្យគ្រឿងហ្នឹងវាចូលគ្នាបានសព្វល្អសិនណាចាំយើងយកស្នូលហ្នឹងមកបែងចែកទៅតាមទំហំនំប៉ាវដែលបងប្អូនចង់បានយើងចង់បានធំយើងធ្វើធំចង់បានទូចយើងធ្វើទូចសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើវាជា10ដុំចឹងហើយយើងបែងចែកវាបងប្អូនអាចមានជីងថ្លឹងទៅដើម្បីបានទំហំស្មើគ្នាល្អបើអត់មានទេយើងស្មានទៅបន្ទាប់មកយកស្នូលយើងបែងចែកហើយនឹងយកវាមកខ្ចប់ជាមួយនឹងពងមាន់ហើយនឹងសាច់ក្រកដែលយើងបានត្រៀមហើយនឹងយើងដាក់មួយមុខម្ដុំមកហើយបងប្អូនធ្វើការខ្ចប់វាបែបនេះឲ្យវាជិតបានល្អទៅគឺរួចរាល់ហើយយើងធ្វើបែបហ្នឹងឲ្យហើយអស់ទៅណាចាំយើងទៅធ្វើផ្នែកសបកនំទៅវាងាយស្រួល
ចូលយើងរៀបចំរួចរាល់ហើយយើងទុកវាមួយឡែកសិនយើងមកមើលផ្នែកម្សៅវិញគឺចំពោះម្សៅនំរបស់យើងនេះខ្ញុំផ្អាប់វាទុកចំ1ម៉ោងកន្លះហើយអញ្ចឹងទៅវាឡើងធំខ្លាំងមែនតើអញ្ចឹងហើយយើងយកមកដាក់វានៅខាងក្រៅដើម្បីបែងចែកវាយើងរោយម្សៅតិចតិចទៅការពារកុំឲ្យវាស្អិតជាប់ហើយស្នូលយើង10អញ្ចឹងម្សៅហ្នឹងក៏យើងបែងចែកវាជា10ដូចគ្នាដល់ម្សៅដែលយើងបែងចែករួចហ្នឹងបងប្អូនយកវាមកលុញជារាងមូលរួចហើយយើងរៀបវាតាមលំដាប់លំដោយព្រោះពេលដែលយើងយកវាមកប្រើហ្នឹងក៏យើងយកតាមលំដាប់លំដោយដែរអញ្ចឹងពេលដែលបងប្អូនលុញហើយបងប្អូនរកថង់ក្របម្សៅរបស់យើងផងណាការពារកុំឲ្យវាស្ងួតមុខហើយសម្រាប់វិធីវេចខ្ចប់នំប៉ាវវិញបងប្អូនអាចមើលក្នុងវីដេអូបាននិយាយទៅវាអត់ពិបាកប៉ុន្មានទេចំពោះការកិនសបកនំហ្នឹងគឺយើងត្រូវកិនវាឲ្យធំជាងស្នូលរួចហើយយើងកិនវាឲ្យអាកដាលហ្នឹងវានៅសល់សាច់រៀងក្រាស់ហើយអាកែមជុំវិញហ្នឹងឲ្យវារៀងស្ដើងបន្តិចមកយើងងាយស្រួលក្នុងការចាប់ម៉ូដហើយសម្រាប់កាប់ចាប់ម៉ូដហ្នឹងគឺបងប្អូនអាចមើលបានគឺវាអត់សូវពិបាកទេយើងធ្វើដំបូងវារៀងពិបាកពេលដែលបងប្អូនធ្វើចាប់ពីបាន3នំ4នំអីទៅគឺស្ទាត់ដៃទៅគឺវាងាយស្រួលហើយបើថាយើងពិបាកចាប់មែនតើយើងលុញវាខ្ចប់វាមូហ្មងក៏ស្រួលដែរហើយពេលដែលបងប្អូនខ្ចប់វារួចរាល់អស់ហ្នឹងយើងមានអាกระดาษធ្រាប់នំហ្នឹងកាត់វាដុំតូចល្មមមកយកមកដាក់ទ្រាប់ពីក្រោមផងបើបងប្អូនអត់មានកระดาษហ្នឹងបងប្អូនអាចប្រើស្លឹកចេកក៏បានដែរណាហើយសម្រាប់ខ្ញុំនេះក៏អត់ជំនាញអីហ្មងក្នុងការខ្ចប់នំប៉ាវដែរបងប្អូនអរគ្នាគាត់នឹងថាវិចឲ្យថាបានណាព្រោះចូលចិត្តធ្វើចេះតែធ្វើទៅហើយចេះតែចាប់ទៅនំខ្ញុំអាមុនដំបូងនឹងគ្មានស្អាតអីទេខាងក្រោយនេះរៀងក្រាន់មើលបន្តិចហើយយើងយកឆ្នាំងលឹងសឹងមកយើងដាក់ទឹកកន្លះឆ្នាំងហើយយើងរៀបនំប៉ាវយើងចូលនំប៉ាវនោះអត់រៀបវាគៀកគ្នាពេកទេដោយសារពេលដែលវាឆ្អិនទៅវារីកឡើងធំជាងហ្នឹងណាអញ្ចឹងហើយយើងដាក់វារៀងវិលមកហើយខ្ញុំគឺរៀបវា2ជាន់ហ្មងចំហុយតែម្ដងទេបើបងប្អូនឆ្នាំងទូបងប្អូនអាចចំហុយ2ដងហើយពេលដែលយើងរៀបវាចូលហើយគឺអត់ទាន់បើកភ្លើងទេបងប្អូនគ្របវាទុកចោលរយៈពេល15នាទីសិនណាគ្របវាចោលក្នុងឆ្នាំងនឹងសិនទៅចាំបាន15នាទីចាំយើងមកបើកភ្លើងនេះគឺបន្ទាប់ពី15នាទីក្រោយមកគឺយើងអាចចាប់ផ្ដើមបើកភ្លើងយើងប្រើភ្លើងខ្លាំងល្មមយើងចំហុយវារយៈពេល30នាទីបន្ទាប់ពីបាន30នាទីមកយើងបិទភ្លើងហើយអត់តបើកក្របទេយើងគ្របវាទុកចោលរយៈពេល5នាទីសិនបន្ទាប់ពីបាន5នាទីមកនំប៉ាវយើងគឺអាចបើកម៉ូបចេញមកបានហើយរូបរាងវិញមានអីគួរសមដែរតាហើយក្លិនវិញគឺឈ្ងុយខ្លាំងមែនតែនយើងទុកវាឲ្យត្រជាក់ទៅបងប្អូនអាចយកទុកនៅក្នុងទូទឹកកកផ្នែកត្រជាក់ហ្នឹងបងប្អូនអាចទុកបាន3-4ថ្ងៃគឺអត់ខូចទេហើយបើបងប្អូនចង់ទុកបានយូរបងប្អូនដាក់កន្លែងកកពេលដែលយើងញ៉ាំយើងយកវាមកចំហុយឡើងវិញតិចមកគឺញ៉ាំបានហើយនំប៉ាវរបស់យើងវិញគឺសាច់នំប៉ាវគឺទន់ល្អខ្លាំងមែនតែនហើយចំពោះស្នូលវិញគឺមកល្មមឆ្ងាញ់អត់ប្រៃពេកអត់ផ្អែមពេកទេហើយឥឡូវយើងនាំគ្នាមកពុះមើលស្នូលខាងក្នុងមើលតើវាធំមិនក៏ទូចតែដូចឃើញក្បាលវីដេអូអញ្ចឹងសម្រាប់ខ្ញុំស្នូលប៉ុណ្ណឹងគឺល្មមហើយវាអត់ធំពេកហើយសបកនំគឺអត់ក្រាស់ពេកអត់ស្ដើងពេកទេហើយសម្រាប់រសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនតែនហើយបងប្អូនអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បើបងប្អូនមានសំណួរឬយោបល់អីអាច comment នៅខាងក្រោមវីដេអូបានហើយសម្រាប់បងប្អូនថ្មីកុំភ្លេចជួយ Subscribe Channel YouTube និង Follow Page របស់ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត